រុនសួស្ដីបងប្អូនប្រជាកសិករទាំងអស់គ្នាព្រឹកនេះខ្ញុំបានយកស្មៅកដោមកដាក់ពេញទ្រុងតែម្ដងហើយចាំអង្កេតមើលតើកដោទាំងអស់នេះស៊ីអស់អត់ស៊ីអស់ឬក៏អត់មួយព្រឹកហ្នឹងអញ្ចឹងតាមការចិញ្ចឹមសត្វអីក៏ដោយយើងចង់ដឹងថាសត្វវាស៊ីប្រមាណអីប្រមាណគឺយើងអត់អាចស្មានបានទេយើងដាក់ពិសោធន៍វាតេស្តមើលបើសិនជាយើងដាក់ចំនួនប៉ុណ្ណឹងឯងហើយយើងសង្កេតមើល5ម៉ោងក្រោយបើសិនជាអស់អញ្ចឹងស្អែកគឺយើងត្រូវដាក់ប៉ុណ្ណឹងទៀតហើយកដោវ័យនេះគឺនៅឡើងនៅធំលឿនណាស់អញ្ចឹងយើងត្រូវដាក់ឡើងដែរចំណីត្រូវដាក់ឡើងដែរក៏ប៉ុន្តែបើសិនជាកដោទាំងអស់នេះនៅពេលដែលយើងដាក់ស្មៅប៉ុណ្ណឹងទៅវាស៊ីអត់ទេបងប្អូនស៊ីមិនទាន់អស់ទេអញ្ចឹងក៏យើងបន្ថយទៅតាមជាក់ស្ដែងនៃបរិមាណដែលយើងបានដាក់ព្រឹកហ្នឹងដាក់តេស្តហ្នឹងអញ្ចឹងការដែលខ្ញុំធ្វើវីដេអូបង្ហាញនេះគាត់តែចង់ចែករំលែកទៅដល់បងប្អូនដែលចិញ្ចឹមកដោឲ្យមិនសូវបានផលមូលហេតុគឺដាក់ចំណីតិចកដោស៊ីអត់គ្រប់គ្រាន់ស៊ីអត់គ្រប់គ្រាន់នៅពេលដែលស៊ីអត់គ្រប់គ្រាន់ទៅវាយឺតហើយនឹងវាងាប់អត្រាងាប់ខ្ពស់ដោយសារវាខ្វះជីវជាតិខ្វះអាហារពីស៊ីគ្នាបងប្អូនទៅពេលដែលខ្វះជីវជាតិខ្វះអាហារគឺស៊ីគ្នាតែម្ដងកដោអញ្ចឹងបានខ្ញុំធ្វើវីដេអូចែកជូនបងប្អូនទស្សនាដើម្បីស្វែងយល់បន្ថែមអំពីការចិញ្ចឹមកដោហើយមានតែប៉ុណ្្នឹងទេបងប្អូនសូមបញ្ជាក់កដោនេះវ័យអាយុវា10ថ្ងៃជាងហើយ10ថ្ងៃជាងហើយបងប្អូននេះប៉ុណ្ណឹងអញ្ចឹងកដោនេះវាលូតលាស់លឿនដោយសារប្រភេទពូជធំលឿនហើយអាស្រ័យទៅលើស្មៅដែលយើងដាក់ដែរប្រភេទស្មៅទាំងអស់នេះគឺមិនមែនជាស្មៅដែលមានប្រូតេអ៊ីនដែលក្រសួងណែនាំទេក៏ប៉ុន្តែយើងអាចឲ្យស៊ីបានស្មៅត្រែងបងប្អូនយើងកាត់តាមផ្លូវដោយសារដូចខ្ញុំបានបញ្ជាក់វីដេអូមុនអញ្ចឹងគឺកសិដ្ឋាននេះស្មៅទើបដាំមិនទាន់មានស្មៅឲ្យកដោស៊ីគ្រប់គ្រាន់ទេនៅពេលដែលស្មៅដែលយើងដាំស្មៅផ្អែមពីស្អែលនិងសពុយនេះពេលដោះលូតលាស់ល្មមកាត់ស៊ីគឺយើងនឹងកាត់ស្មៅដែលយើងដាំឲ្យស៊ីតែម្ដងយើងអត់កាត់ស្មៅទៅពីទេណាមួយកាត់ស្មៅទៅពីតាមផ្លូវយកស៊ីហ្នឹងគឺហានិភ័យខ្ពស់ហានិភ័យកន្លែងនេះតាក់ទងនឹងថ្នាំដែលយើងអត់ដឹងថ្នាំគីមីណាមួយដែលបងប្អូនជាកសិករគាត់បាំងទៅលើដំណាំរបស់គាត់ហើយវាហើមកទុំនៅលើស្មៅក៏អាចធ្វើឲ្យកដោយើងងាប់ផងដែរពីព្រោះតែយើងអត់ដឹងថាកសិករគាត់បាញ់ថ្នាំថ្ងៃណាពេលណាម៉ោងណាកន្លែងណាទេអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងបងប្អូនមានប៉ុណ្ណឹងអញ្ចឹងបងប្អូនអាចសិក្សាស្វែងយល់បន្ថែមបានអរគុណ